bạn nhà vốn chui với lồng hạt để bong tịnh bong chết phơi tê hãy còn prap mày sao á thả bong mình chết phơi lên đấy phơi bong rồi hãy chăm giỏi bong đấy bạn bong xoay tại anh dòng mịch nữa hát ấy bạn anh chui không tiếc tem sợ sram chứ bong man hay khi có chỉ có được ba mẹ đây hát ấy bạn ở cho nhom đang cắt phim khi khai khi xăm chồng mạng của tờ số khi mà mặt thật khi khai tê anh hay khi mà bạn khăn đấy khi mà bạn khăn đấy hát ấy bạn rồi thay thử bắt tới nhom hát ấy bạn sánh của mình smart kia là mong bạn hay đi xa chắp cho một những phim tết cái nội dung cho mình ban đấy tiếp xúc bọc mai bong phone xong chui cho like cho subscribe cho những khi mà đẹp hơi phong na chaខ្ញុំដែលជា admin សូមស្វាគមន៍ពុកម៉ែបងប្អូនដែលបានមកទស្សនារឿងតុក្កតានៅក្នុង channel ម៉ែនីទៀនយើងខ្ញុំនឹងខិតខំផលិតរឿងល្អៗបន្តទៀតសូមអរគុណអ្នកម៉ាក់ចាំបងស្រីផងគាត់ទៅតែងូតទឹករួចមិញទេកូនឯងខំតែប្រឹងរៀនទៅមិនបាច់តែខ្វល់ខ្វាយជាមួយនាងនឹងទេគេធំហើយគេចេះតែរៀនខ្លួនឯងហើយមិនបាច់ចាំគេទេបាទម៉ាក់កូននឹងខំប្រឹងរៀនអូបងស្រីទៅតែម្ដងមែនទេគេរៀបចំប្រឡងឲ្យបងស្រីឆាប់ឡើងចាប់ប្រឡងអត់ទាន់គេណាឯងនឹងចេះខ្វល់ខ្វាយពីបងទៅពេលណាបើឯងខ្វល់ខ្វាយមិនក៏ជិះឡានចូលបងដើររាប់សិបគីឡូហត់ណាហើយហត់ចង្វាប់ហើយខ្ញុំមិនបានមកចុះបងឯណាគឺម៉ាក់តើម៉ាក់ថាបងធំហើយចេះដើរមកខ្លួនឯងហើយខ្ញុំមកជាមួយម៉ាក់តើបងយើងនឹងជាអ្នកដតីម្ដាយកូនឯងហ្នឹងត្រូវគ្នាខ្លាំងណាស់ទុកយើងចោលតោះបងស្រីលោកក្រោយខ្ញុំនឹងប្រាប់ម៉ាក់មិនឲ្យមកចុះបងទៀតទេបងស្រីបានមកបានកូនណាឯងហ្នឹងតែប៉ុណ្ណឹងឯងហើយអាលំហាត់នេះពិបាកធ្វើម្លេះលោកអើយគិតមិនក៏មិនចេញទេនេះតែវាយ៉ាងម៉េចវាណាអីក៏ពិបាកខ្លាំងម្លេះអូមែនហើយលំហាត់នេះមានតែបញ្ញវន្តទេធ្វើបានយកទៅឲ្យវាធ្វើឲ្យបន្តិចសិនឆ្លាតមែនខ្ញុំអូយសំណាងល្អមែនតើបានអាប្អូនប្រុសម្នាក់ហ្នឹងគ្រាន់បោកវាប្រើល្អខ្លាំងណាស់កុំឲ្យវាប្រាប់ម៉ាក់អីសោះតែម៉ាក់ដឹងតែស្លាប់មិនខានទៅខ្ញុំបានញ៉ាំវ៉ាន់ជួយធ្វើលំហាត់ឲ្យបងបន្តិចបងអត់ចេះធ្វើទេហើយកុំប្រាប់ម៉ាក់អីសោះណាថាបងមិនចេះធ្វើលើណាធ្វើឲ្យបងរួចហើយចាំយកឲ្យបងណាបាទបងស្រីមិនអីទេចាំខ្ញុំធ្វើឲ្យប៉ុន្តែតទៅព្រឹកមកខ្ញុំយកឲ្យបងណាមិនអីទេព្រឹកក៏បានប៉ុន្តែកុំឲ្យម៉ាក់ដឹងអីសោះលឺហ៎ចាំតែឲ្យនៅសាលាក៏បានដែរមិនបាច់ប្រាប់ម៉ាក់ទេណាហ៊ានទៅឲ្យម៉ាក់ដឹងឯងនឹងរឿងមិនខានទេជាមួយបងបាទបងខ្ញុំដឹងហើយបងអូយប៉ាជួយកូនផងកូនខ្លាចណាប៉ាមិនភ្លៀងខ្លាំងណាស់ម៉ាក់តែចោលកូនហើយអត់ឲ្យកូនទៅជាមួយទេប៉ាតែឯងយ៉ាងម៉េចណាហេតុអីមិនឯងចូលក្នុងផ្ទះទាំងសសើស្រាមអញ្ចឹងហ៎មិនឯងមិនទៅផ្លាស់សម្លៀកបំពាក់សិនទៅឯងនឹងថាផ្ទះយើងនេះយើងខំបោះជួយសម្អាតហត់ប៉ុណ្ណាទេម៉ាក់ឲ្យល្មមបានហើយខ្ញុំក៏ជាកូនរបស់ម៉ាក់ដែរហេតុអីម៉ាក់មកចោលខ្ញុំđangកាត់ភ្លៀងខ្ញុំខ្លាចខ្ញុំសាំចុកម៉ាក់គួរតែសួរខ្ញុំមួយម៉ាត់ថាខ្ញុំខ្លាចទេតែខ្ញុំយ៉ាងម៉េចដែរខ្ញុំឈឺទេពិបាកតែម៉ាក់គួរតែសួរខ្ញុំអញ្ចឹងហេតុអីបានម៉ាក់មកស្ដីខ្ញុំទៀតតែខ្ញុំជាកូនម៉ាក់ដែរទេអូដែលឯងខំចូលមកក្នុងផ្ទះទាំងខ្លួនសស័កស្រាំបែបនេះគឺដើម្បីយកចំណាប់អារម្មណ៍មែនទេចង់ឲ្យយើងឃើញថាឯងនេះកំពុងតែលំបាកណាស់កំពុងតែវេទនាខ្លាំងណាស់មែនហើយខ្ញុំពិបាកខ្លាំងណាស់ហេតុអីម៉ាក់រត់ថ្ងៃធ្វើបាបតែខ្ញុំហេតុអីម៉ាក់ស្រឡាញ់ក៏មិនស្មើគ្នាម៉ាក់ទុកឲ្យខ្ញុំនៅឯកាម្នាក់ឯងហេតុអីអមល្មមបានហើយរីសាឆាប់ចេញមុខយើងភ្លាមទៅក្រែងលោយើងត្រឹមមិនបានណាទៅចាខ្ញុំទៅក៏បានដែរប៉ុន្តែឲ្យទៅមុខដល់ម៉ាក់ឯងទៀតទេខ្ញុំនឹងទៅឲ្យឆ្ងាយទៅជារៀងរហូតអូបងស្រីត្រូវមកទទួលសញ្ញាបត្រជាមួយពួកខ្ញុំដែរត្រូវហើយម៉េចបងមកមិនបានមែនបងក៏ត្រូវទទួលសញ្ញាបត្រដែរតែថាតាមដែលខ្ញុំដឹងគ្រូអញ្ជើញទៅសិស្សដែលមានចំណាត់ថ្នាក់ល្អតែប៉ុណ្ណោះនឹងរួមទាំងអញ្ជើញអាណាព្យាបាលមកជាមួយទៀតដើម្បីមកអបអរដល់កូនដែលខំរៀនសូត្របានពូកែណាបងហើយតែអីទៀតនេះ
គេក៏អញ្ជើញបងមកដូចគ្នាដែរអញ្ចឹងបានន័យថាបងក៏ជាសិស្សពូកែដែរម៉េចឯងនៅឆ្ងល់មែនហ៎ឯងទៅបាត់តែបងមិនមែនជាសិស្សពូកែដូចជាឯងតែមិនមែនមានន័យថាបងជាសិស្សរៀនខ្សោយនោះទេចាំផងទៅឯងជាកូនសំណប់របស់ម៉ាក់ខ្ញុំមិនសំណប់ដូចជាឯងទេប៉ុន្តែមិនមែនបានន័យថាខ្ញុំល្ងងជាងឯងនោះទេណាអូអត់ទេបងស្រីខ្ញុំមិនបានគិតអញ្ចឹងទេខ្ញុំសុំទោសបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូអញ្ជើញមកគឺដើម្បីទទួលវិញ្ញាបនបត្រនិងបានសរសើរហើយបងប្អូនទាំងអស់គ្នាបានអញ្ជើញមេដាបេដាអាណាព្យាបាលមកទាំងអស់គ្នាហើយឬនៅអ្នកគ្រូពួកខ្ញុំអញ្ជើញអាណាព្យាបាលមកទាំងអស់គ្នារួចហើយអ្នកគ្រូជំរាបអ្នកគ្រូខ្ញុំអត់មានអាណាព្យាបាលទេអ្នកគ្រូរីសាមិនបាននិយាយអញ្ចឹងអ្នកគ្រូបានដាក់ក្នុងលិខិតអញ្ជើញនោះអស់ហើយថាអញ្ជើញអាណាព្យាបាលផងតែរីសាជាមួយនឹងបញ្ញវន្តក្រែងមេដាបេដាតែមួយតើមែនទេចាអ្នកគ្រូគឺម៉ាក់របស់ខ្ញុំអ្នកណាជាម៉ាក់របស់ឯងហារីសាយើងបានកាត់កាល់ឯងចោលតាំងពីថ្ងៃដែលឯងចុះចេញពីផ្ទះមកម្ល៉េះឯងធ្វើអ្វីមិនដែលសួរយើងមួយម៉ាត់ទេឯងតែតែរំលងយើងមិនចាត់ទុកយើងជាម៉ាក់ពីថ្ងៃនេះទៅឯងមិនមែនជាកូនរបស់យើងទៀតទេអ្នកគ្រូនិងសិស្សទាំងអស់ជួយធ្វើជាសាក្សីផងចុះម៉ាក់តែវាចាំបាច់ណាស់មែនទេដែលម៉ាក់ទៅធ្វើបែបនេះចំពោះខ្ញុំម៉ាក់មិនទុកមុខឲ្យខ្ញុំខ្លះទេថ្ងៃនោះម៉ាក់ជាអ្នកដេញខ្ញុំដោយខ្លួនឯងហេតុអីម៉ាក់ថាខ្ញុំចេញពីផ្ទះគឺម៉ាក់ជាអ្នកដេញខ្ញុំម៉ាក់ហេតុអីម៉ាក់ធ្វើអញ្ចឹងចេញពីផ្ទះទៅឯងទៅនៅឯណាហើយកិត្តិយសគេឈ្មោះនៅឯណាឯងចង់ទៅធ្វើអ្វីដែលផ្ដេសផ្ដាស់ហើយធ្វើឲ្យខូចកិត្តិយសរួចឯងមកចង់ឲ្យយើងនេះមកស្អុយកិត្តិយសគេឈ្មោះដូចឯងអញ្ចឹងហ៎ទេយើងមិនមានកូនអកតញ្ញូដូចឯងអញ្ចឹងទេឯងចង់ទៅណាទៅខូចឯណាតែឯងទៅកុំមកអូសទាញគ្រួសារយើងឲ្យធ្លាក់កិត្តិយសគេឈ្មោះជាមួយនឹងឯងទៀតអត់ហើយម៉ាក់មិនចិញ្ចឹមខ្ញុំម៉ាក់មិនដែលមើលថែខ្ញុំមិនដែលស្រឡាញ់ខ្ញុំមិនថាទេតែនេះម៉ាក់មកបង្កាច់ខ្ញុំណាខ្ញុំល្អស្អាតស្អំខ្ញុំមិនបានខូចឯណាទេហេតុអីម៉ាក់មកនិយាយបរិហាគេខ្ញុំអញ្ចឹងខ្ញុំជាកូនរបស់ម៉ាក់ណាកិត្តិយសរបស់ខ្ញុំនៅឯណាបើសូម្បីតែម៉ាក់ក៏បំផ្លាញវាដែរនោះលោកអើយមើលចុះគេថាខ្ញុំនេះជាអ្នកបំផ្លាញកិត្តិយសរបស់គេទៅវិញអូរីសាពិតជាក្មេងមិនល្អដូចយើងគិតមែនឃើញនាងធ្វើខ្លួនស្អាតតាមពិតទៅជាក្មេងស្រីដែលរកស៊ីក្រៅតទៅសោះមែនហើយសូម្បីតែខ្ញុំនេះក៏មិនចង់ជឿដែរប៉ុន្តែនាងស្លៀកពាក់ហៃសូណាមួយរយៈនេះអញ្ចឹងតាបានជានាងមានលុយហៃសូខ្លាំងម្ល៉េះគាត់ជាមានតាចិញ្ចឹមជាមិនខានទេតាបើសិនជាប្អូនគ្មានអាណាព្យាបាលមកទេអញ្ចឹងខាងសាលាសុំទោសផងណាប្អូនត្រូវអញ្ជើញត្រឡប់ទៅវិញយើងមិនអាចបកគលបានសរសើរដល់ប្អូនបានទេគ្រូតែខ្ញុំធ្វើយ៉ាងម៉េចទៅបើខ្ញុំគ្មានអាណាព្យាបាលមកតែខ្ញុំខំប្រឹងរៀនណាខ្ញុំខំប្រឹងរៀនអស់ពីសមត្ថភាពដើម្បីបាននិទេសល្អបានសរសើរមិនមែនជារឿងធម្មតាទេហេតុអីគ្មានអាណាព្យាបាលក៏គេមិនឲ្យអញ្ចឹងនេះគ្រូខ្ញុំគឺជាអាណាព្យាបាលរបស់រីសាតើប៉ុណ្ណឹងអាចឲ្យរីសាទទួលបានសរសើរនិងវិញ្ញាបនបត្របានដែរទេអ្នកគ្រូអូលោកអគ្គនាយកតើនេះជាការពិតមែនទេតែខ្ញុំមិនដែលដឹងតទៅសោះថាលោកអគ្គនាយកគឺជាអាណាព្យាបាលរបស់រីសាខ្ញុំសុំទោសផងណាលោកអគ្គនាយករឿងខ្ញុំជាអាណាព្យាបាលរីសាតាំងពីពេលណាមិនចាំបាច់ប្រាប់អ្នកគ្រូទេណាឲ្យតែគ្រូដឹងទៅថាគ្មាននរណាម្នាក់ហ៊ានធ្វើបាបរីសាបានជាដាច់ខាតរីសាគឺជាកូនរបស់ខ្ញុំមានតួនាទីថែរក្សានាងនិងការពារនាងគ្រប់ពេលវេលាបានតែស្គាល់លោកអគ្គនាយកនេះតាំងពីពេលណាទៅម៉ាក់ដូចជាឆ្ងល់ដល់ហើយនេះណាមិនមែនធម្មតាទេណាគឺជាអគ្គនាយកដែលមានលំដាប់ប្រទេសតែម្ដងណាកូនគឺជាមហាសេដ្ឋីលេខ1ប្រចាំប្រទេសណាម៉ាក់ត្រូវតែទៅជួបគាត់រាក់ទាក់បន្តិចសិនមិនសមតំណងទៅដឹងម៉ាក់ព្រោះអំបញ្ញមិញម៉ាក់និយាយថាម៉ាក់កាត់កាល់បងរីសាទៅហើយបើម៉ាក់ទៅជួបគាត់រាក់ទាក់នឹងគាត់ខ្ញុំគិតថាគាត់ប្រកាសជាមិនអភ័យទោសឲ្យម៉ាក់ទេយីកូននេះជាឱកាសល្អណាស់ណាយើងទៅធ្វើជាល្អជាមួយរីសាវិញទៅដើម្បីភ្ជាប់ទំនាក់ទំនងជាមួយលោកអគ្គនាយកថ្ងៃក្រោយយើងអាចតាក់ទងការងាររកស៊ីជាមួយក្រុមហ៊ុនរបស់យើងបានណាកូនជំរាបសួរលោកអគ្គនាយកខ្ញុំគឺជាម៉ាក់របស់រីសាប្រហែលជាធ្វើឲ្យលោកពិបាកហើយ
រីសានាងមិនដែលធ្វើឲ្យខ្ញុំពិបាកអីទេនាងជាក្មេងល្អខ្លាំងណាស់នាងខិតខំប្រឹងរៀនសូត្រតើអ្នកជាម្ដាយរបស់គេហេតុអីក៏និយាយថាកូនធ្វើឲ្យខ្ញុំពិបាកទៅវិញតើជាម្ដាយរបៀបណាដែលនិយាយអាក្រក់អំពីកូនដូច្នេះចាលោកអគ្គនាយកកន្លងមកនាងជាក្មេងចូលចិត្តដើរលេងយប់ខ្ញុំស្ដីឲ្យនាងតិចតួចនាងក៏ចេញពីផ្ទះតើខ្ញុំអាចសុំនាងត្រឡប់មកផ្ទះវិញបានទេលោកអគ្គនាយកអូរឿងនេះខ្ញុំមិនមែនជាអ្នកសម្រេចនោះទេអ្នកសួររីសាដោយខ្លួនឯងចុះបើរីសានាងសម្រេចចិត្តទៅនៅកន្លែងណាក៏ខ្ញុំព្រមតាមនាងដែរតែរឿងមួយដែលខ្ញុំមិនអនុញ្ញាតនោះគ្មាននរណាម្នាក់អាចធ្វើបាបរីសាបានជាដាច់ខាតអូរីសាក្មួយមកដល់ហើយហ៎មកអង្គុយនេះមកពូមានរឿងចង់ភាសាជាមួយក្មួយបន្តិចលោកពូតើលោកពូមានការអីជាមួយខ្ញុំមែនលោកពូសាគឺម្ដាយរបស់ក្មួយចង់ឲ្យក្មួយត្រឡប់ទៅវិញតើក្មួយគិតយ៉ាងម៉េចដែរសម្រាប់ពូសម្រេចលើការសម្រេចចិត្តរបស់ក្មួយតែប៉ុណ្ណោះអត់ទេពូក្មួយអត់ត្រឡប់ទៅទីនោះវិញទេបើសិនជាពូមានអារម្មណ៍ថាទៅតនឹងក្មួយសុខចិត្តទៅនៅកន្លែងផ្សេងក៏បានតែក្មួយមិនត្រឡប់ទៅផ្ទះរបស់ក្មួយវិញទេកូនដូចជាកូនចាំអញ្ចឹងមានសម្បុកតែរងាឯកាអូល្អហើយក្មួយនៅជាមួយពូក៏បានដែរណាពូនឹងចិញ្ចឹមក្មួយឲ្យរៀនសូត្ររហូតដល់ចប់ល្ងាចនេះពូមានកម្មវិធីជប់លៀងតើក្មួយយល់យ៉ាងម៉េចដែរពូចង់នាំក្មួយទៅជាមួយពូណាដើម្បីណែនាំឲ្យគេស្គាល់ថាក្មួយគឺជាក្មួយរបស់ពូថ្ងៃក្រោយអាចធ្វើការនៅក្រុមហ៊ុនរបស់ពូឲ្យគេបានស្គាល់គ្រប់គ្នាតែម្ដងចាប៉ិតមែនទេលោកពូខ្ញុំសប្បាយចិត្តខ្លាំងណាស់លោកពូសប្បាយចិត្តណាស់ខ្ញុំមិនដែលបានចូលរួមកម្មវិធីជប់លៀងធំទេនេះជាលើកទី1ហើយណាលោកពូកាលពីប៉ានៅរស់ខ្ញុំធ្លាប់បានទៅជាមួយលោកប៉ាម្ដងតែតាំងពីលោកប៉ាស្លាប់ទៅខ្ញុំមិនដែលបានទៅណាសោះខ្ញុំសប្បាយចិត្តណាស់លោកពូខ្ញុំទៅធ្វើខ្លួនសិនយេសប្បាយចិត្តណាស់អើយក្មួយនេះដល់កហើយណាតើតែងខ្លួនទៅណាក្មួយពូនៅចាំ